បាទដំបូងបងប្អូនទាំងអស់គ្នាចូលមកក្នុង setting ទូរស័ព្ទដៃរបស់បងប្អូនទាំងអស់គ្នាហើយបងប្អូនទាំងអស់គ្នា scroll ទូរស័ព្ទដៃរបស់បងប្អូនទាំងអស់គ្នាមកយកពាក្យថា additional setting បាទបន្ទាប់មកបងប្អូនទាំងអស់គ្នាមកយកពាក្យថា key stories motion បាទអញ្ចឹងបងប្អូនទាំងអស់គ្នាអាចចូលមកត្រង់នេះបាទបន្ទាប់ពីបងប្អូនទាំងអស់គ្នាបានចូលមកក្នុងនេះហើយបងប្អូនទាំងអស់គ្នាយកពាក្យថា screen off cast stories បាទបន្ទាប់ពីបងប្អូនទាំងអស់គ្នាចូលមកបែបហ្នឹងហើយវានៅ off បែបនេះអញ្ចឹងចំណុចសំខាន់ខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នានៅក្នុងពេលនេះតែម្ដងហើយគេធ្វើយ៉ាងម៉េចខ្លះដំបូងយើងអាចបើកនៅត្រង់នេះបាទត្រង់នេះ double tap to បាទ wake or turn off បាទ lock បាទ screen កន្លែងនេះគេចង់បញ្ជាក់បងប្អូនថាពេលណាដែលបងប្អូនទាំងអស់គ្នា lock screen បងប្អូនកំពុងតែបើកអញ្ចឹងមើលវីដេអូឬក៏មើលអីហ្នឹងបាទអញ្ចឹងបងប្អូនទាំងអស់គ្នាគ្រាន់តែធ្វើការចុចអ៊ីក្រង់ឬក៏គោះអ៊ីក្រង់បងប្អូនទាំងអស់គ្នាតែ2ដងវានឹងចាក់សោអូតូឬក៏វារលត់ភ្លើងតែម្ដងវាជាប់សតែម្ដងបាទអញ្ចឹងចំណុចទី3បាទ draw and អក្សរ O នេះបាទបងប្អូនអានេះគឺអក្សរ O to open camera អញ្ចឹងពេលណាដែលបងប្អូនទាំងអស់គ្នា lock screen ទូរស័ព្ទទេក៏ប៉ុន្តែបងប្អូនទាំងអស់គ្នាចង់ថតបាទអញ្ចឹងយើងអត់ចាំបាច់ដោះសទេហើយបងប្អូនទាំងអស់គ្នាគ្រាន់តែបាទយកម្រាមដៃគូសជាអក្សរ O ដើម្បីបើកកាមេរ៉ាអញ្ចឹងយើងបើកមកបាទអញ្ចឹងត្រង់នេះគឺជាចំណុច flash បងប្អូនទាំងអស់គ្នាអានេះគេប្រើទៅលើ lock screen ដូចគ្នាប្រើទៅលើទូរស័ព្ទដៃយើងដែល lock screen បានន័យថាទូរស័ព្ទដៃយើងមិនដោះសោហើយមិនចាំបាច់ចូលទៅស្វែងរកកម្មវិធីដើម្បីបើកទេគឺយើងអាចប្រើទាំងជាប់សោហ្នឹងបាទយើងអាចប្រើទាំងជាប់សោហ្នឹងដូចថាយើងចង់បើក flash តែយើងអត់ទាន់បានដោះសទេក៏ប៉ុន្តែយើងអាចបើកបានដោយគ្រាន់តែយើងសរសេរឬក៏យើងគូសជាអក្សរ V គឺវាអាចបើក flash បានហើយបាទចំណុចត្រង់នេះគឺ control music បាទគេដាក់ថា use to fingers to draw បាទអធិស្ឋានបើសិនជាអានទៅភាសាអង់គ្លេសខ្ញុំវាអត់សូវល្អព្រោះខ្ញុំក៏មិនមែនជាអ្នកជ្រៅជ្រះដែរអញ្ចឹងអ្វីដែលខ្ញុំអាចចែករំលែកបានគឺខ្ញុំចែករំលែកបងប្អូនទាំងអស់គ្នាបាទអញ្ចឹងត្រង់នេះគេដាក់ថា music control អញ្ចឹង music control នេះបងប្អូនទាំងអស់គ្នាអាចធ្វើការបើកវាហើយចំណុចសំខាន់ខ្ញុំនឹងប្រាប់នៅចុងវីដេអូដែលពេលដែលយើងបើកហើយតើយើងត្រូវធ្វើយ៉ាងម៉េចខ្លះអញ្ចឹងនេះគេបញ្ជាក់យើងថាយើងត្រូវប្រើម្រាមដៃ2ដើម្បីបើកនៅបទភ្លេងឬក៏បទចម្រៀងដែលយើងចង់ចាក់ហ្នឹងដោយមិនចាំបាច់ចូលទៅស្វែងរកបទចម្រៀងទេដោយគ្រាន់តែយើងប្រើតែម្រាមដៃ2គឺយើងអាចបើកបទចម្រៀងបានហើយណាអញ្ចឹងយើងបើកវាមកចូលដល់ចំណុចខាងក្រោមបាទចំណុចខាងក្រោមនេះគឺយើងតាក់ទងទៅនឹងការបើកកម្មវិធីឬក៏ការ record អីមួយណាបងប្អូនអរគ្នានេះសិតតែរបៀបចូលកម្មវិធីរបៀប call ហ្នឹងបាទបងប្អូនអរគ្នាគេដាក់តែ call នេះអញ្ចឹងយើងចុចត្រង់នេះបន្ទាប់ពីបងប្អូនទាំងអស់គ្នាចុចត្រង់នេះហើយណា
បាទបើបងប្អូនទាំងអស់គ្នាចង់កំណត់អីផ្សេងឬក៏បងប្អូនទាំងអស់គ្នាចង់បាទយើងអត់ចង់កំណត់ទេក៏មិនអីដែរក៏ប៉ុន្តែខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នាអំពីរបៀបនៃការ call នៅវីដេអូបាទអធិស្ឋាននៅការ call ដោយមិនចាំបាច់ទៅស្វែងរកលេខដោយគេដាក់សញ្ញាឲ្យយើងមើលនេះគឺយើងគូសបែបនេះគឺបងប្អូនទាំងអស់គ្នាអាច call ទៅនរណាម្នាក់បានហើយអញ្ចឹងខ្ញុំនឹងចុចឲ្យបងប្អូនមើលតកតងនៅត្រង់នេះបងប្អូនទាំងអស់គ្នាអាចបំពេញលេខបាទបងប្អូនទាំងអស់គ្នាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាអាចបំពេញលេខហើយនឹងបំពេញលេខទូរស័ព្ទរបស់បងប្អូនទាំងអស់គ្នាដោយសារតែកន្លែងនេះខ្ញុំ screenshot ទៅវាមើលអត់ឃើញណាបងប្អូនទាំងអស់គ្នាចាំខ្ញុំខ្ញុំអាចប្រាប់បងប្អូនមួយចំណុចទៀតបាទដោយសារតែខ្ញុំrecord ទៅគេបិទបាំងលេខណាខ្ញុំត្រូវការបិទបាំងលេខអានឹងគេវារក្សាឯកជនភាពឲ្យយើងណាបងប្អូនទាំងអស់គ្នាបាទអញ្ចឹងខ្ញុំចូលខាងក្រោមដោយសារតែមិញយើងប្រាប់អំពីរបៀបនៃការ call ណាឥឡូវយើងប្រាប់អំពីរបៀបនៃការចូល app ណាបងប្អូនទាំងអស់គ្នាអញ្ចឹងយើងចូល app ទៅបើក app ណាមួយដោយមិនចាំបាច់ទៅរកកម្មវិធីទេពេលដែលយើងកំណត់រួចហើយអញ្ចឹងយើងចូលនៅក្នុង app យើងប្រើអក្សរ M ណាបាទយើងចូលអក្សរ M មកបងប្អូនទាំងអស់គ្នាចង់បើក app ណាមួយឥឡូវឧទាហរណ៍ថាឥឡូវខ្ញុំចង់បើកជា YouTube ណាបាទអញ្ចឹងខ្ញុំដាក់ YouTube ពេលណាដែលខ្ញុំធ្វើការគូសអក្សរ M គឺ YouTube នឹងបាទនឹងបើកតែម្ដងបាទយើងបើកបែបនេះបាទហើយនៅtrongវីដេអូខ្ញុំនឹងធ្វើបង្ហាញជូនបងប្អូនទាំងអស់គ្នាទាំងអស់តែម្ដងបាទហើយនៅត្រង់នេះក៏យើងត្រូវបើកដែរកន្លែង call នេះបាទបងប្អូនទាំងអស់គ្នាហើយនេះយើងអាចកំណត់មួយទៀតជា W យើងអាចចូលទៅកម្មវិធីយើងអាចប្រើប្រាស់កម្មវិធីផ្សេងទៀតឬក៏យើងអាចចូលទៅកន្លែង call នេះដូចខ្ញុំបញ្ជាក់អញ្ចឹងវានឹងឲ្យបងប្អូនទាំងអស់គ្នាបំពេញលេខហើយបំពេញលេខទៅពេលណាដែលបងប្អូនទាំងអស់គ្នាអាចបំពេញហើយនោះបងប្អូនទាំងអស់គ្នានឹងតែយើងចង់បំពេញយើងគួរតែបំពេញលេខណាដែលសំខាន់បាទបងប្អូនទាំងអស់គ្នាព្រោះយើងអាចបំពេញបានតែ3លេខទេនៅក្នុងនឹងគឺយើងអាចបំពេញបាន3លេខសំខាន់យើងមិនចង់បើកកម្មវិធីក៏បានឬក៏យើងចង់ទុកប្រើប្រាស់កម្មវិធីមួយណាដែលសំខាន់ដែលយើងប្រើប្រាស់រាល់ថ្ងៃក៏បានឬក៏យើងចង់ដាក់ទាំង3លេខក៏បានដែរត្រង់នេះគឺយើងអាចដាក់3លេខ call ទៅនរណា3ឈ្មោះបានណាបងប្អូនទាំងអស់គ្នាឧទាហរណ៍ថាគូសបែបនេះបងប្អូនចង់ call ទៅអ្នកណាឈ្មោះអីឬក៏គូសអក្សរ M បងប្អូនទាំងអស់គ្នាចង់ call ទៅអ្នកណាក៏បងប្អូនអាចដាក់បានដែរដោយបងប្អូនទាំងអស់គ្នាយកកន្លែង call នេះណាហើយត្រង់នេះក៏បងប្អូនទាំងអស់គ្នាអាចដាក់ជាសញ្ញា call បានដែរដែលបងប្អូនទាំងអស់គ្នាអាចបដូរឈ្មោះអញ្ចឹងវាទៅតាមឈ្មោះនឹងហើយតែបើបងប្អូនទាំងអស់គ្នាចង់ទុកប្រើកម្មវិធី2អញ្ចឹងបងប្អូនទាំងអស់គ្នាអាចបដូរទៅកម្មវិធីដូចជាបងប្អូនទាំងអស់គ្នាអាចដាក់នៅកម្មវិធីផ្សេងខុសពីនឹងដោយយើងចំណាំ W យើងចូលអីគេ W យើងចូល Facebook ណាអក្សរ M យើងចូល YouTube ឥឡូវ W យើងចូល Facebook ក៏បានឬក៏យើងចូលកម្មវិធីគិតលេខក៏បានដែរបងប្អូនអរគ្នាតែបងប្អូនអរគ្នាត្រូវការប្រើប្រាស់ប្រចាំថ្ងៃដោយមិនចាំបាច់ចូលទៅស្វែងរកទេដោយយើងគ្រាន់តែគូសនៅលើ home screen បាទ lock screen អធិស្ឋានlock screen ឥឡូវយើងបានបើកប្រើប្រាស់រួចរាល់ហើយបងប្អូនទាំងអស់គ្នាបើកទាំងអស់គ្នាអញ្ចឹងមកបាទបើកទាំងអស់អញ្ចឹងមកបាទអញ្ចឹងយើងទៅមើលនៅរបៀបប្រើទាំងអស់គ្នាតើវាមានភាពងាយស្រួលមែនឬអត់បាទ